បាទយើងអាចនាំគ្នាបន្ថយពីការជេរប្រទេសជិតខាងដូចជាប្រទេសថៃប្រទេសវៀតណាមឬក៏ប្រទេសឡាវថាគិតថាយើងអាចបន្ថយពីការជេរហើយធ្វើឲ្យប្រទេសយើងរឹងមាំបានអត់យើងឃើញពេលដែលមានបញ្ហាជាមួយប្រទេសជិតខាងយើងតែងតែជ្រើសរើសយកការខឹងប្រទេសជិតខាងដូចជាប្រទេសថៃក៏លើកឡើងប្រទេសវៀតណាមហើយកន្លងមកក៏យើងប៉ះអាវុធជាមួយប្រទេសឡាវក៏យើងវាយប្រហារយើងអាចថាជេរគុំគួនខ្លាំងណាមើលទៅទាំងបណ្ឌិតទាំងបញ្ញវន្តសួរថាបើចុះបើមកឲ្យជេរឲ្យស្រឡាញ់មែនបើសិនបើគេកំពុងតែឈ្លានពានគេកំពុងតែធ្វើទុកបុកម្នេញទៅលើជាតិប្រមាថលុកលុយធ្វើឲ្យជាតិយើងឈឺចាប់វាមិនមែនជារឿងគួរឲ្យស្រឡាញ់ទេគឺរឿងប្រយ័ត្នរឿងទប់ស្កាត់គឺជារឿងដែលយើងត្រូវធ្វើតែរឿងមួយទៀតដែលយើងចំណាយពេលជេរប្រមាថគេច្រើនហើយខឹងគេច្រើនប៉ុន្តែយើងអត់ងាកមកមើលខ្លួនឯងយើងអាចនាំគ្នាគិតថាបើសិនបើប្រទេសយើងខ្លាំងតើគេអាចឈ្លានពានបានទេខ្លាំងជាងស្ថានភាពបច្ចុប្បន្នអូប្រទេសថៃធំជាងប្រទេសខ្មែរចុះប្រទេសសិង្ហបុរីតូចមួយនេះតើប្រទេសណាអាចវាយលុកបានអញ្ចឹងបើយើងអាចងាកមកគិតថានាំគ្នាជួយវារឿងសំខាន់ណាស់ពេលដែលមានបញ្ហាយើងនាំគ្នារៃអង្គានាំគ្នាលើកទឹកចិត្តកងទ័ពរៃអង្គាជាស្បៀងជាថវិកាចូលរួមហើយយើងចូលរួមទប់ស្កាត់ព័ត៌មានคล้ายៗមួយចំនួនតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតទៅវាជារឿងល្អប៉ុន្តែបើយើងចំណាយពេលជេរទាំងនៅលើ Facebook ខ្លួនឯងទៅជេរទាំងនៅលើបណ្ដាញសារព័ត៌មានរបស់ថៃថែមទៀតហើយអ្នកណាដែលអត់ចូលចិត្តវៀតណាមក៏ចំណាយពេលទៅជេរវៀតណាមទៅហើយសួរថាអានឹងវាបានអីមកជួយមកជាតិវិញច្រើនឬក៏ជួយមកខ្លួនឯងពេលខ្លះជេរច្បល់ខ្លួនឯងដេកអត់លក់ខ្លួនឯងឈឺខ្លួនឯងមួម៉ៅខ្លួនឯងមិនទាន់ដោះស្រាយបញ្ហាជាតិបានកើតចំនួនមួយអ្នកចិត្តខាងបាត់ហើយពេលយើងស្មុគស្មាញខ្លាំងអញ្ចឹងបើយើងបារម្ភពីជាតិបារម្ភពីសង្គមបារម្ភពីកូនចៅខ្លួនយើងថារស់នៅមិនអនាគតមិនយើងគួរតែធ្វើខ្លួនឲ្យមានវិន័យច្រើនហើយជាជាងបើយើងបកស្រាយក៏បកស្រាយទៅបង្ហាញក៏បង្ហាញទៅហើយលើកទឹកចិត្តកងទ័ពលើកទឹកចិត្តមន្ត្រីរាជការដែលពាក់ព័ន្ធមានធនធានចូលរួមក៏ចូលរួមទៅប៉ុន្តែទន្ទឹមនឹងហ្នឹងយើងងាកមករកការពង្រឹងប្រទេសយើងពង្រឹងសេដ្ឋកិច្ចយើងហើយសួរថាយើងអាចពង្រឹងមិនបានយើងអាចចូលរួមមិនបានចុះបើយើងដូរពីការនិយាយជេរប្រមាថហ្នឹងមកជំរុញឲ្យការងារយើងមានប្រសិទ្ធភាពថែមយើងមើលថាតើអំពើពុករលួយស្រុកយើងបើអំពើពុករលួយច្រើនតើជាតិមិនអាចខ្លាំងបានហើយបើយើងមើលឃើញតែយើងជួយមិនបានយើងអាចមានយន្តការជាច្រើនដែលយើងអាចធ្វើបានយើងជំរុញយើងមិនអាចនិយាយជាសាធារណៈបានរឿងខ្លះវានាំគ្រោះថ្នាក់នាំចោតព្រោះមនុស្សមានការភ័យខ្លាចចុះយើងអាចដាក់លិខិតស្នាមយើងអាចធ្វើញត្តិរួមគ្នាយើងអាចដាក់ទៅក្រសួងសម័យឬក៏អ្នកពាក់ព័ន្ធដោយស្ងប់ស្ងាត់ក៏បានបើសិនបើយើងដឹងថាមេឃុំយើងពុកអលួយដឹងថាចៅសង្កាត់យើងពុកអលួយដឹងថាអភិបាលស្រុកយើងបង្កបញ្ហាអត់ធ្វើការអ្នកខ្លះរហូតដល់ទៅកាងលបែងកាងបត់អក្រិតទៀតដែលមានការបង្ក្រាបបន្តរួមទាំងករណីខ្លះពាក់ព័ន្ធគ្រឿងញៀនដោយផ្ទាល់ឬដោយប្រយោលអញ្ចឹងបើយើងដឹងទាំងអស់ហ្នឹងយើងងាកមកពង្រឹងផ្នែកទាំងអស់ហ្នឹងយើងតាក់ទងទៅនឹងកិច្ចការសង្គមយើងខ្លាចយើងអត់ហ៊ាននិយាយយើងអត់ហ៊ានថាប៉ុន្តែយើងបដ ாய் ឲ្យភាពអសកម្មនឹងកើនឡើងអំពើពុករលួយបពពួកនិយមនៅក្នុងជួរមន្ត្រីរាជការនៅក្នុងជួរក្រសួងស្ថាប័នអញ្ចឹងបើយើងអាចជួយជជែករហូតទីសាស្ត្រជជែកយ៉ាងណាឲ្យសុវត្ថិភាពខ្លួនឯងជជែកយ៉ាងណាឲ្យមិនឲ្យប៉ះពាល់ដល់ការងារជារួមយើងបុកឲ្យតែចំគោលដៅហ្នឹងទៅវាជារឿងប្រសើរចុះបើសិនបើជាតិយើងពោពេញដោយអំពើពុករលួយជនឧក្រិដ្ឋយកកន្លែងធ្វើទៅជាកន្លែងចាប់ចម្រិតកន្លែងបោកបញ្ឆោតអនឡាញហើយទាំងអង្គការអន្តរជាតិទាំងប្រទេសដែលមានគេឈ្មោះធំដូចជាអាមេរិកដូចជាអង់គ្លេសអីគេបារម្ភពីការចាប់ចម្រិតនៅស្រុកយើងសួរថាតើវាធ្វើឲ្យជាតិយើងមាំយ៉ាងម៉េចពេលដែលយើង
ផ្ដោតទៅការពង្រឹងខ្លួនឯងឲ្យបានកាន់តែខ្លាំងអញ្ចឹងការឈ្លានពានការវាលុកវាមិនអាចទៅរួចទេពេលដែលយើងខ្លាំងហើយនោះមួយទៀតយើងមើលទៅលើការបោះឆ្នោតទៅលើរឿងនយោបាយពេលដែលយើងខ្លាចនយោបាយយើងអត់ខ្វល់ពីនយោបាយហើយពេលដែលមានបញ្ហាយើងខ្សោយយើងទៅជេរគេរហូតអញ្ចឹងយើងងាកមកផ្ដោតទៅលើការពង្រឹងផ្ទៃក្នុងភាសាជាជាងការបន្តនៃការជេរគេបន្តបើសិនបើមន្ត្រីយើងសកម្មកសិកម្មយើងរកដំណោះស្រាយចេញសេដ្ឋកិច្ចយើងធូរធារបើសិនបើប្រព័ន្ធច្បាប់យើងល្អប្រទេសយើងមានវិន័យល្អឈ្មោះអ្នកវិនិយោគតែរីកចម្រើនគេមករកស៊ីសុខយើងខ្វះអីការងារធ្វើហើយទឹកដីយើងជាទឹកដីដែលមានជីវជាតិមានធនធានធម្មជាតិមានទឹកសាប្រើប្រាស់យើងមើលប្រទេសសិង្ហបុរីគេអត់មានទឹកសាប្រើប្រាស់ផងហ្នឹងហើយបណ្ដាប្រទេសមួយចំនួនទៀតរួមទាំងប្រទេសជប៉ុនអីគេដីគេមិនសូវមានជីជាតិផងហើយគេខ្លាចជាប្រទេសអ្នកមានបានអញ្ចឹងរឿងអីយើងអត់អាចខ្លាចទៅជាប្រទេសអ្នកមានបានយើងត្រូវការប្រព័ន្ធដឹកនាំដែលល្អត្រូវការច្បាប់ដែលល្អទាំងវិស័យកសិកម្មវិស័យឧស្សាហកម្មទៅអញ្ចឹងវាប្រសើរណាស់អញ្ចឹងទន្ទឹមនឹងយើងកើតទុកការឈ្លានពានយើងទប់ស្កាត់ទៅប៉ុន្តែក៏យើងងាកមកឲ្យតម្លៃងាកមកពង្រឹងខ្លួនឯងឲ្យបានច្រើនជាជាងបន្តតែជេរគេហើយបន្ទាប់មកក៏ស្ងាត់ទៀតដែរមិនតន់ចប់រឿងមួយសប្តាហ៍ពីរសប្តាហ៍ស្ងាត់ដែរហើយទៅផុសផុលរឿងដែលអត់សូវមានប្រយោជន៍យុវជនយើងជ្រុលជ្រើងទៅចាក់សាក់យករង្វាន់ការអប់រំការយល់ដឹងទៀតទោះជាប្រទេសមានបញ្ហាក៏ដូចជាការជប់លៀងការទទួលទានគ្រឿងស្រវឹងហូរកជ្រាវជាច្រើនកន្លែងនៅតែអត់ថមថយអារម្មណ៍អញ្ចឹងអាការដែលយើងឈឺចាប់នេះវាមកពេលបើយើងអាចបរួមមកវិញថាអាការឈឺចាប់អាការបារម្ភហ្នឹងដល់ធ្វើវាឲ្យនឹងហើយឲ្យវាបដោតឲ្យវាទៅជាប្រព័ន្ធហើយយើងត្រូវពង្រឹងប្រទេសយើងពង្រឹងប្រព័ន្ធដឹកនាំរបស់យើងឲ្យតែល្អទៅយើងរឹងមាំគ្មានអ្នកណាទី1គេអត់អាចមកឈ្លានពានបានទេព្រោះយើងខ្លាំងទី2គេមិនហ៊ានផងធម្មតាបើអ្នកដែលមកចង់បវាយយើងនឹងតូចជាងយើងនឹងហើយមកដល់ដល់តែយើងគក់ធ្លាក់ថ្លើមហើយមានណាមកអញ្ចឹងសំខាន់យើងឈប់ចំណាយពេលជេរគេយើងមកពង្រឹងខ្លួនឯងឲ្យបានកាន់តែច្រើនកាន់តែល្អ